បាទលោកស្រីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះចែករំលែកចំណេះដឹងជូនលោកអ្នកបាទជាពិសេសគឺបងប្អូនដែលរៀនបញ្ញាបត្រផ្នែកគណនេយ្យបាទឬក៏អ្នកដែលចង់ស្វែងយល់អំពីគណនេយ្យដំបូងបាទអញ្ចឹងលោកអ្នកអាច Subscribe Channel YouTube មួយនេះបាទដើម្បីទទួលបានចំណេះដឹងផ្នែកគណនេយ្យយើងរៀនគណនេយ្យចាប់ដើមពីដំបូងមករហូតដល់យើងអាចបិទបញ្ជីគណនេយ្យបានឬក៏យើងអាចរៀបចំរបាយការណ៍ហិរញ្ញវត្ថុបានចឹងនេះគឺជា channel មួយដែលចាប់ដើមគណនេយ្យថ្នាក់ដំបូងបានរហូតដល់យើងអាចរៀបចំរបាយការណ៍ហិរញ្ញវត្ថុបានបាទក្នុងថ្ងៃនេះគឺយើងនឹងបញ្យល់បាទជូនលោកអ្នកបន្តទៀតពាក់ព័ន្ធនឹងការបិទបញ្ជីគណនេយ្យដែលអង់គ្លេសឲ្យឈ្មោះថា closing entry បាទអញ្ចឹងតើនៅពេលណាដែលយើង closing entry បាទអញ្ចឹងដំបូងបំផុតគឺយើងចាំថាដើម្បីអាចរៀបចំរបាយការណ៍ហិរញ្ញវត្ថុបានបាទយើងត្រូវការមាន adjusted trial balance របស់យើងដែលយើងឲ្យឈ្មោះថាតារាងតុល្យភាពបាទបន្ទាប់ពីកត់ត្រាកែតម្រូវបាទនេះគឺជា adjusted trial balance របស់យើងបាទយើងមាន debit credit ដោយសារវីដេអូនេះគឺផ្ដោតទៅលើតែការ closing entry បាទយើងអត់បញ្យល់លោកអ្នកតទៅលើ adjusted trial balance ទេបាទប៉ុន្តែនេះគឺជាតម្រង់តារាងតុល្យភាពបាទបន្ទាប់ពីកែតម្រូវយើងមាន debit credit បាទយើងឃើញថា debit ស្មើនឹង credit អញ្ចឹងបន្ទាប់ពីយើងមាន adjusted trial balance នេះហើយបាទយើងអាចរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់យើងពីព្រោះថាគោលបំណងធំបំផុតរបស់គណនេយ្យគឺរៀបចំរបាយការណ៍ហិរញ្ញវត្ថុដែលយើងឲ្យឈ្មោះថា financial statement បាទរបាយការណ៍ហិរញ្ញវត្ថុទី1គឺរបាយការណ៍ income statement បាទដែលយើងឲ្យឈ្មោះថារបាយការណ៍បាទចំណេញខាតអញ្ចឹងនៅក្នុងរបាយការណ៍ income statement របស់យើងមានចំណូលហើយដកចំណាយយើងឃើញប្រាក់ចំណេញបាទរបាយការណ៍ទី2របស់យើងពាក់ព័ន្ធនឹងរបាយការណ៍បម្រែបម្រួលដើមទុនមានន័យថាដើមទុនដើមគ្រាយើងស្មើប្រមាណបាទចុងគ្រាយើងស្មើប្រមាណបាទមួយទៀតគឺតូនទៅលើរបាយការណ៍ហិរញ្ញវត្ថុដែរដែលយើងឲ្យឈ្មោះថា balance sheet បាទតារាងតុល្យការនៅក្នុងរបាយការណ៍ balance sheet របស់យើងគឺយើងមាន asset បាទទ្រព្យយើងមានបំណុលបាទយើងមានដើមទុនបាទតមកយើងយកបំណុលបូកដើមទុនយើងឃើញ total liability and equity បាទមានន័យថាបំណុលបូកដើមទុនត្រូវតែស្មើនឹង total asset បាទអញ្ចឹងបន្ទាប់ពីយើងរៀបចំរបាយការណ៍ហិរញ្ញវត្ថុហើយយើងចាប់ដើមជំហានបន្ទាប់គឺយើង closing entry បាទវីដេអូនេះគឺនឹងបញ្យល់លោកអ្នកអំពីការកត់ត្រាបិទបញ្ជីគណនេយ្យតើយើងកត់ត្រារបៀបម៉េចបាទចឹងទៅលើការ closing entry របស់យើងនេះគឺយើងបិទភាពសំខាន់មួយចំនួនបាទទី1គឺយើងបិទចំណូលបាទបិទចំណូលបាទទី2គឺយើងបិទចំណាយបាទទី3គឺយើងបិទ income summary បាទទី3គឺយើងបិទ drawing គឺសំដៅទៅលើម្ចាស់ក្រុមហ៊ុនដកលុយប្រើប្រាស់ផ្ទាល់ខ្លួនបាទនៅក្នុងក្រុមហ៊ុនឯកកម្មសិទ្ធិអញ្ចឹងពេលថា closing មានន័យថាឲ្យវាស្មើ0បាទមានន័យបែបហ្នឹងមានន័យថាឲ្យវាស្មើ0នេះគេបាទស្មើ0ទៅលើចំណូលមានន័យថាចំណូលយើងក្នុងខែហ្នឹងបាទយើងមិនអាចយកចំណូលយើងទៅដាក់ខែក្រោយបានទេចំណាយយើងក្នុងខែហ្នឹងបាទយើងមិនអាចយកចំណាយដាក់ខែក្រោយបានទេបាទបើសិនមកកាលណាយើងនិយាយឆ្នាំវិញមានន័យថាចំណូលយើងឆ្នាំទី1បាទយើងមិនអាចយកចំណូលរបស់យើងដាក់ចូលឆ្នាំទី2ទេបាទបើសិនមកកាលណាចំណាយយើងឆ្នាំទី1យើងមិនអាចយកចំណាយយើងដាក់ចូលឆ្នាំទី2បានទេពីព្រោះថាចំណូលហើយនឹងចំណាយបាទក្នុងឆ្នាំណាដាក់ឆ្នាំហ្នឹងអានេះគឺជាគោលការណ៍គណនេយ្យប៉ុន្តែទៅលើ asset វិញបាទទ្រព្យបាទបំណុល liability វិញហើយនៅ equity គឺយើងអាចយោងទៅខាងមុខបានមានន័យថាយើងអាចយោងទៅឆ្នាំបន្តបាន asset ឆ្នាំទី1បាទបំណុលឆ្នាំទី1 equity ឆ្នាំទី1យើងអាចយោងទៅឆ្នាំទី2ទី3បានប៉ុន្តែករណីចំណូលនិងចំណាយគឺយើងមិនអាចយោងបាននឹងទេបាទអញ្ចឹងចំណូលឆ្នាំណាយើងដាក់ឆ្នាំហ្នឹងបាទចំណាយឆ្នាំណាគឺយើងដាក់ឆ្នាំហ្នឹងដូច្នេះគឺយើងត្រូវការ close វាបាទ close មានថាឲ្យវាស្មើ0អញ្ចឹងយើង close ចំណូលយើងចូល income summary បាទយើង close ចំណាយចូល income summary
យើង close income summary យើងចូល capital បាទហើយយើង close drawing យើងចូល capital ដែរនេះយើងសម្រាប់ក្រុមហ៊ុនឯកកម្មសិទ្ធិទូទៅបាទយើង close បែបហ្នឹងអញ្ចឹងយើងទៅមើលទាំងអស់គ្នាអញ្ចឹងមួយណាចំណូលបាទមួយណា expense មួយណា profit បាទប្រាក់ចំណេញឬខាតនេះគឺតំណាង income summary បាទមួយណា drawing អញ្ចឹងលោកអ្នកអាចទៅមើលរបាយការណ៍បាទមើល adjusted trial balance របស់យើងបាទនេះគឺជា adjusted trial balance របស់យើងនៅក្នុង adjusted trial balance របស់យើងគឺវាបង្ហាញធាតុទាំងអស់នៅក្នុងបាទករណីរបស់យើងអញ្ចឹងនៅក្នុងករណីរបស់យើងគឺយើងមានធាតុសំខាន់5បាទខ្ញុំសូមរំលឹកយើងមាន asset បាទយើងមានបំណុលបាទយើងមានដើមទុនយើងមានចំណូលហើយយើងមានចំណាយអញ្ចឹងយើងរៀនករណីយើងត្រូវចាំធាតុទាំង5ហ្នឹងពីព្រោះថាករណីចាប់ដើមពី level ដំបូងមករហូតដល់ level ចុងក្រោយគឺមានតែ account 5ហ្នឹងទេដែលយើងឲ្យឈ្មោះថាករណីអញ្ចឹងយើងបិទចំណូលហើយយើងបិទចំណូលយើងបិទចំណាយបាទយើងរក្សាទុក3នេះបាទអញ្ចឹងលោកអ្នកមើលទាំងអស់គ្នាបាទអញ្ចឹង cash របស់យើងគឺជា asset បាទអញ្ចឹងយើងអត់បិទទេខ្ញុំដាក់អក្សរ A គឺតំណាងឲ្យ asset equity បានក៏យើងអត់បិទដែរអក្សរ E office furniture គ្រឿងសង្ហារឹមក៏យើងអត់បិទដែរបាទពីព្រោះតែយើងបិទតែចំណូលចំណាយទេនោះសំខាន់ហើយនឹង drawing របស់យើងបាទហើយបំណុលយើងអត់បិទដែរបាទ account receivable អតិថិជនជិះលុយយើងក៏យើងអត់បិទដែរបាទអានេះគ្រឿងសង្ហារឹមបាទ furniture នេះគ្រឿងសង្ហារឹម account payable យើងជិះលុយអ្នកផ្គត់ផ្គង់អានេះគឺអតិថិជនជិះលុយយើងអានេះជា asset បាទ sale នេះគឺជាចំណូលបាទអញ្ចឹងចំណូលអក្សរ O នេះគឺយើងបិទបាទ drawing បាទ drawing នេះគឺជាប្រភេទ equity ដែរប៉ុន្តែធ្វើឲ្យដើមទុនថយចុះឬករណីម្ចាស់ក្រុមហ៊ុនដកលុយប្រើប្រាស់ផ្ទាល់ខ្លួនដូច្នេះ drawing គឺយើងបិទវាបាទ income expense ចំណាយលើប្រាក់បៀវត្សអានេះជា expense យើងត្រូវបិទវាដែរបាទចំណាយទៅលើរំលោះឬករណីយើងមានឡានយើងមានម៉ាស៊ីនត្រជាក់បាទយើងមានម៉ាស៊ីន print យើងត្រូវការរំលោះវាដូច្នេះរំលោះហ្នឹងគឺជា expense ដែរបាទ depreciation expense គឺជាចំណាយយើងបិទវាប៉ុន្តែចំពោះ accumulated depreciation វិញ accumulated depreciation វាជា asset ដូច្នេះយើងបិទវាទេបាទខុសក្រសូលថ្លៃដើមតំណែងដែលបានលក់ចេញបើកាលណាក្រុមហ៊ុនយើងជាក្រុមហ៊ុនទិញលក់តំណែងបាទយើងតែងតែមានការលក់តំណែងហើយអញ្ចឹងកាលណាយើងលក់តំណែងយើងបានចំណូលបាទនេះចំណូល sale របស់យើងនេះប៉ុន្តែយើងមានថ្លៃដើមវាដែរថ្លៃដើមដែលបានលក់ចេញនេះជា expense របស់យើងបាទយើងត្រូវបិទដែរ inventory បាទសន្និធិ inventory គឺជា asset របស់យើងបាទនេះគឺជា asset ដូច្នេះបើគិតទៅយើងបិទណាខ្លះបាទឥឡូវខ្ញុំ highlight មកអានេះយើងបិទមួយបាទ salary យើងបិទនេះក៏យើងបិទដែរបាទហើយ sale យើងណា sale យើងនេះបាទយើងបិទបាទអញ្ចឹងយើងបិទ account ចំនួនប៉ុណ្ណឹងបាទអញ្ចឹងចំណូលយើងគឺនៅខាង credit បាទលោកអ្នកឃើញទេនៅខាង credit អញ្ចឹងយើងបិទវានៅខាងណាវិញនៅខាង debit យើងធ្វើឲ្យវាស្មើ0បាទអញ្ចឹងបាទនេះនៅខាង credit អញ្ចឹងយើង close វាដាក់នៅខាង debit វិញ drawing របស់យើងបាទ drawing គឺនៅខាង debit អញ្ចឹងមកយើងបិទវានៅខាងណាវិញដាក់នៅខាង credit ដើម្បីវាស្មើ0បាទប្រាក់ខែបុគ្គលិកចំណាយនៅខាង debit រំលោះគឺនៅខាង debit បាទខុសកសូលនៅខាង debit អញ្ចឹងមកយើងបិទវាគឺយើងដាក់នៅខាង credit ដើម្បីវាស្មើ0បាទប៉ុន្តែតើទៅលើប្រាក់ចំណេញវិញបាទប្រាក់ចំណេញក៏យើង transfer ចូលទៅកាន់ capital យើងដែរបាទពីព្រោះថាកាលណាយើងចំណេញវាធ្វើដើមទុនកើនឡើងកាលណាបើយើងខាត់វិញដើមទុនថយចុះបាទដែលយើងឲ្យឈ្មោះថារកស៊ីអស់ដើមកាលណាយើងខាត់មានតែយើងរកស៊ីអស់ដើមអញ្ចឹងយើងដឹងថាដើមទុនគឺកើនឡើងនៅខាងណាដើមទុនគឺកើនឡើងនៅខាងcredit បាទដើមទុនកើនឡើង credit អញ្ចឹងនៅពេលដែលយើងចំណេញមានន័យថាដើមទុនកើនឡើងអញ្ចឹងដើមទុនកើនឡើងគឺនៅខាង credit បាទអញ្ចឹងខ្ញុំរំលឹកប៉ុណ្ណឹងយើងចាប់ដើមបិទទាំងអស់គ្នាបាទយើងដឹងថាចំណូលយើងទៅចូល income summary របស់យើងបាទចំណូលដំបូងឡើយគឺនៅខាងcredit ឥឡូវយើងបិទនៅខាងណាវិញគឺដាក់នៅខាង debit បាទអញ្ចឹង debit យើងចំណូលស្មើនឹង20000បាទ credit យើងគឺ income summary គឺស្មើនឹង20000ដុល្លារអញ្ចឹងចំណូលយើងស្មើ0ដែរ
ព្រោះថាមុនគឺនៅខាង credit ឥឡូវនៅខាង debit បាទចំណាយវិញចំណាយដូចជាប្រាក់ខែបុគ្គលិកចំណាយទៅលើរំលោះចំណាយថ្លៃដើមទំនិញបាទដំបូងឡើយគឺវានៅខាង debit ឥឡូវគឺវានៅខាង credit ដើម្បីស្មើ0ប៉ុន្តែ account គឺ income summary បាទនេះចាប់ដើមបិទ income summary អញ្ចឹងយើងបិទ income summary ចាប់ដើមកលេចមើលទៅបាទយើងកលេចមើលពាក់ព័ន្ធនឹងតើក្រុមហ៊ុនយើងចំណេញឬខាតបាទអញ្ចឹងបើកាលណាក្រុមហ៊ុនយើងចំណេញបាទធ្វើដើមទុនកើនឡើងបាទយើងចំណេញនេះបាទអញ្ចឹងចំណេញទៅដើមទុនកើនឡើងអញ្ចឹងដើមទុនកើនឡើងគឺនៅខាង credit បាទអញ្ចឹង credit របស់យើងគឺ equity យើងប្រើពាក្យ capital ក៏បានដែរបាទ capital បាទអញ្ចឹង capital យើងគឺនៅខាង credit ពីព្រោះថាចំណេញធ្វើដើមទុនកើនឡើងបាទ debit យើងគឺ income summary ក្រុមហ៊ុនយើងដកបាទម្ចាស់ក្រុមហ៊ុនដកលុយប្រើប្រាស់ផ្ទាល់ខ្លួនវាមិនមែនជាចំណាយរបស់ក្រុមហ៊ុនទេបាទណាអញ្ចឹងម្ចាស់ក្រុមហ៊ុនដកលុយប្រើប្រាស់ផ្ទាល់ខ្លួនត្រវិញគឺធ្វើឲ្យដើមទុនថយចុះព្រោះត្រវិញគឺជាប្រភេទ equity បាទអញ្ចឹងដើមទុនថយចុះខាងណាវិញគឺនៅខាង debit បាទអញ្ចឹង debit គឺ capital អានេះគឺចំណេញដើមទុនកើនឡើងគឺនៅខាង credit បាទនេះគឺម្ចាស់ក្រុមហ៊ុនដកលុយប្រើប្រាស់ផ្ទាល់ខ្លួនធ្វើឲ្យដើមទុនថយចុះបាទដើមទុនថយចុះគឺនៅខាង debit អញ្ចឹង credit យើងគឺត្រវិញបាទនេះគឺជាការ closing entry ដែលយើងឲ្យឈ្មោះថាការបិទបញ្ជីគណនីបាទយើងបិទតាមគណនីដៃកន្លែងនេះគឺយើងប្រើពាក្យថា closing income summary មិនបានយើងប្រើពាក្យថា closing income summary បាទលោកអ្នកអាចមើលទាំងអស់គ្នាបាទចំណូលយើង income summary យើងដំបូងឡើយគឺនៅខាង credit បាទស្មើនឹង $20,000 នេះហើយ income summary យើងបន្តិចគឺនៅខាង debit បាទចំនួនប៉ុន្មាន$15,200អានេះគឺស្មើនឹង 20,000អានេះគឺ$15,200អញ្ចឹងបើយើងដកមកនឹងសល់ប៉ុន្មានឥឡូវបាទអញ្ចឹងបើយើងដកមក income summary យើងនៅខាង credit បាទអញ្ចឹងបើយើងដកនៅខាង debit នេះយើងឃើញខុសគ្នាប៉ុន្មានបាទខុសគ្នាចំនួន$4,800អញ្ចឹងលំអៀងគឺនៅខាងណាវាលំអៀងនៅខាង credit អញ្ចឹងបើកាលណាយើងចង់ឲ្យ income summary ស្មើ0យើងត្រូវដាក់វានៅខាងណាវិញដាក់នៅខាង debit បាទ$4,800ដែរអញ្ចឹងដើម្បីឲ្យពីនេះស្មើនេះគឺស្មើ0ដែរបាទអានេះវិញពាក្យថា close income summary នឹងគឺយើងអាចគិតតាមអញ្ចឹងក៏បានដែរតែបើយើងគិតម្យ៉ាងទៀតគឺមានថាដោយសារតែក្រុមហ៊ុនយើងចំណេញនេះបាទក្រុមហ៊ុនយើងចំណេញបាន$4,800អញ្ចឹងចំណេញមានន័យថាធ្វើឲ្យដើមទុនកើនឡើងអញ្ចឹងដើមទុនកើនឡើងខាងណាវិញកើនឡើងគឺនៅខាង credit បាទហ្នឹងគឺមានន័យបែបហ្នឹង income summary នេះគឺសំដៅទៅលើសង្ខេបប្រាក់ចំណេញបាទ income នេះគឺសំដៅលើប្រាក់ចំណេញបាទចំណេញគឺខាតប៉ុន្តែបើករណីក្រុមហ៊ុនយើងខាតវិញគឺដើមទុនថយចុះវិញរុស្ស៊ីអស់ដើមអញ្ចឹងបើកាលណាដើមទុនថយចុះនៅខាង debit វិញអញ្ចឹង income summary ខាងណាវិញបាទខាង credit បាទនេះជាការចែករំលែកមួយបាទសម្រាប់ជនលោកអ្នកដែលចង់ស្វែងយល់អំពីករណីបាទបងប្អូនឬក៏លោកអ្នកអាច Subscribe Channel YouTube នេះបានបាទអរគុណលោកអ្នកដែលតាមដានវីដេអូចាប់ដើមពីដំបូងរហូតដល់ចប់បាទ